ធម្មពលដែលអាឡិតនេះកំពុងតែប្រើប្រាស់គឺជាធម្មពលរបស់អាទិទេពទេតើចំហាយនេះដូចជាធ្លាប់ស្គាល់ជើងមហាទម្ងន់អាឡិតឯងនៅត្រឹមកម្រិតទី11ដំណាក់កាលដំបូងសោះបែរជាអាចយកឈ្នះអ្នកកម្រិតទី14បានតាមពិតក្នុងខ្លួនឯងបែរជាមានធម្មពលអាទិទេពតើឯងមានប្រវត្តិយ៉ាងណាតើឯងមានអត្ថបទអ្វីខ្លះឆាប់ប្រាប់យើងទាំងអស់ឥឡូវនេះមកសំណាងល្អដែលបងស៊ាំនឹងលំហអមតៈបើមិនដូច្នោះទេប្រហែលជាខ្លួនបងខ្ទេចមិនខានដើម្បីបំបែកសម្ពាធនេះបានបងត្រូវប្រើលំហអមតៈស្អីគេនេះគឺជាធម្មពលរបស់លំហអមតៈបែរជាធ្លាក់ក្នុងដៃត្រកូលនេះទៅវិញអធិរាជពិតជាលំអៀងមែនឯងគឺជាស្ដេចអាទិទេពមួយទាំងមូលបែរជាចុះមកថាមនុស្សមិនត្រឹមតែប៉ុណ្ណោះឯងថែមទាំងធ្វើមនុស្សទៀតឯងនឹងខ្លាចអធិរាជដាក់ទោសឯងទេមែនទេហាពិតជាគួរឲ្យអស់សំណើចមែនអធិរាជរវល់យ៉ាងនេះធ្វើមិនដេចនឹងដឹងទៅហើយឯងស្លាប់បាត់នរណាគេប្រាប់គាត់វីវហើយពេលនេះស្ដេចអាទិទេពគ្រុឌចង់សម្លាប់មនុស្សបំបិតមាត់ហើយប្រសិនបើអាទិទេពពីរនាក់ប្រយុទ្ធគ្នាអាណាចក្រអង្គរច្បាស់ជាវិនិច្ឆ័យមិនខាននរណាថាយើងខ្លាចឯងទម្រង់អាទិទេពមេធ្មប់តើស្រមោចអាចឈ្នះដំរីមិនដេចទៅមានតែប្រើប្រាស់ក្បួនការពារនេះសិនទេប្រហែលជាអាចការពារបានខ្លះសង្ឃឹមថាក្បួននេះអាចការពារប្រជារាស្ត្រទុនខ្សោយបានមួយចំនួនធំទៅចោះក្បួនធំយ៉ាងនេះសូម្បីតែខ្ញុំក៏គ្មានសមត្ថភាពបង្កើតវាដែរពួកឯងឆាប់ចូលចង់រាយយោថ្មិញរបស់ក្បាលខ្មោចទាំងនេះបែរជាមុតយ៉ាងនេះស្រមោចមិននឹងអាចប្រយុទ្ធជាមួយដំរីបានទៅអាទិទេពមេធ្មប់ប្រៀបដូចជាស្រមោចចុះទម្រាំតែបងតើប្រៀបជាអ្វីទៅបងប្រៀបដូចជាស្រមោចឯស្ដេចអាទិទេពគ្រុឌប្រៀបបីដូចជាផែនដីពិតជាគួរឲ្យធុញមែនតើឯងនៅមានសិទ្ធិអ្វីទៀតឆាប់បញ្ចេញឲ្យអស់មកយើងចង់ឃើញមុនខ្មៅឃុំឃាំងសត្រូវមុនខ្មៅរបស់ឯងប្រៀបមិនបាននឹងផ្សែងដាំបាយស៊ីរបស់យើងរាល់ថ្ងៃផងមុនខ្មៅអពមង្គលទាំងអស់នេះឆាប់ជិះចេញពីខ្លួនយើងភ្លាមទៅពេលដែលនាងទុកឈាមនៅក្នុងខ្លួនគេតើនាងមានបានសួរគេទេថាគេព្រមឬមិនព្រមរឿងនេះលោកកុំបារម្ភអីខ្ញុំនឹងពន្យល់គេដោយខ្លួនឯងតើនាងដឹងថាធ្វើបែបនេះអាចតាក់ទាញដល់អធិរាជបិសាចទេអធិរាជបិសាចរឿងនេះខ្ញុំគ្រាន់តែធ្លាប់ឮក្នុងពាក្យដំណាលទេអធិរាជបិសាចបានស្លាប់ហើយតែក្លឹមឈាមរបស់គេនៅឡើយសប្តាហ៍ថ្ងៃនេះក្លឹមឈាមរបស់គេនៅឯឋានអទិទេពហើយគេកំពុងតែពុះកញ្ជ្រោលជាខ្លាំងអធិរាជបិសាចបែរជាមាននៅលើលោកនេះមែនយ៉ាងម៉េចពេលដែលឮដូចនេះហើយតើនាងខ្លាចហើយតើមែនទេរឿងអធិរាជបិសាចនេះលើសពីសមត្ថភាពខ្ញុំហើយទុកឲ្យពួកលោកជាអ្នកដោះស្រាយទៅចោះណាស់ហើយចោះនៅសល់រឿងមួយទៀតរូបរាងមួយកកោកនាងមិនជ្រើសរើសបែរជាជ្រើសរើសរូបរាងរបស់ប្រពន្ធហុងទៅវិញនាងមិនត្រឹមតែចង់ឲ្យគេខ្លាយទៅជាស្ដេចបិសាចដើម្បីដឹកនាំត្រកូលបិសាចនោះទេនាងក៏ចង់ខ្លាយទៅជារាជិនីរបស់គេដែរតើមែនទេខ្ញុំឈប់និយាយជាមួយលោកហើយខ្ញុំទៅហើយបែរជាចង់រត់នៅចំពោះមុខយើងផង